សួរលោកគ្រូខ្ញុំឈ្មោះសេងសូរិសាលមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើការងារកលីននុចដែលការងារអាន schedule ក្រុនសម្រាប់ក្រុនទី1 schedule ក្រុនទី1គឺមានន័យថារៀងរាល់ពីរៀងរាល់ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចន្លោះពីម៉ោង8ដល់ម៉ោង5 15នាទីម្ដងសម្រាប់ក្រុនទី2គឺមានន័យថារៀងរាល់ថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រហើយនឹង5ម៉ោងម្ដងនៅចន្លោះពីម៉ោង1ដល់ម៉ោង23នៅនាទីទី30សម្រាប់ក្រុនទី3គឺមានន័យថាពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅចន្លោះម៉ោង9ដល់ម៉ោង17រយៈពេល20នាទីម្ដងចូលមកក្រុនទី4គឺមានន័យថារៀងរាល់2ថ្ងៃម្ដងនៅម៉ោង5និង45និងនាទីទី45ចូលមកបន្តទៀតគឺក្រុនទី5គឺមានន័យថារៀងរាល់3ខែម្ដងហើយនៅថ្ងៃហើយគឺនៅថ្ងៃទី1ហើយនឹងម៉ោង2:30នាទីចូលមកដល់ក្រុមបន្ទាប់ទៀតគឺទី6គឺមានន័យថានៅថ្ងៃទី29ខែ2ម៉ោង00នាទី00ចូលមកដល់ក្រុមបន្ទាប់ទៀតគឺទី7គឺមានន័យថារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ15នាទីម្ដងចូលមកដល់ក្រុមបន្ទាប់ទៀតគឺទី8មានន័យថារៀងរាល់ថ្ងៃច័ន្ទ5ម៉ោងម្ដងនៅនាទីទី0ចូលមកដល់ក្រុមបន្ទាប់ទៀតគឺទី9មានន័យថាថ្ងៃអង្គារនិងថ្ងៃពហុ2ម៉ោងម្ដងនៅចន្លោះម៉ោង8ដល់ម៉ោង18ហើយនឹង3នាទីម្ដងចូលមកដល់ក្រុមបន្ទាប់ទៀតគឺទី10គឺមានន័យថានៅរៀងរាល់ខែ1ខែ6ខែ12និងថ្ងៃទី1រហូតដល់ថ្ងៃទី15 2ម៉ោងម្ដងនិង5នាទីម្ដងចូលមកដល់ក្រុមបន្ទាប់ទៀតគឺក្រុមទី11ដែលមានន័យថារៀងរាល់ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់2ម៉ោងម្ដងចាប់ពីម៉ោង1ដល់ម៉ោង23និង13នាទីម្ដងនៅចន្លោះពីម៉ោង7ដល់ម៉ោងនាទីទី7រហូតដល់នាទីទី59ចូលមកដល់ក្រុមបន្ទាប់ទៀតគឺមានន័យថានៅខែ1ខែ5ច្រឡំសុំទោសលោកគ្រូក្រុមបន្ទាប់នេះគឺមានន័យថានៅថ្ងៃ1ខែថ្ងៃ5ថ្ងៃ10និងថ្ងៃ15ចន្លោះ3ម៉ោងម្ដងចាប់ពីម៉ោង5ដល់ម៉ោង22និង17នាទីម្ដងចូលមកដល់ក្រុមបន្ទាប់ទៀតមានន័យថារៀងរាល់ថ្ងៃអាទិត្យ4ម៉ោងម្ដងនៅនាទីទី0
ចូលមកដល់ក្រុមបន្ទាប់ទៀតគឺក្រុមទី14គឺមានន័យថា schedule មានន័យថារៀងរាល់ម៉ោង1, ម៉ោង7, ម៉ោង13 និងម៉ោង19ចូលមកដល់ក្រុមចុងក្រោយគឺមានន័យថា45នាទីម្ដងសម្រាប់ក្រុមចុងក្រោយចុងក្រោយខ្ញុំសូមអរគុណលោកគ្រូដែលបានមើលវីដេអូនេះការងារខ្ញុំគឺត្រូវបានចប់ត្រឹមនេះ